ba bong bóng nhỏ khné rồi đầu phliếng ban chiên châu mà đòi hái xôm thay để xa tiền sọc hiệp phơi cái phơi chất các đối chia sọc hiệp hệ anh và thô bong bóng ngọn đài chẳng bà sân trong đăng tha bật tay tiết nick nhom tay chay lệ bị thiên là bọt ở ấy xôm rong chám đằng tam đa đằng ngọn khné bà xôm cột trong biển xua khi bà bồ đào mi chia ngày ní đôi chỉ sọc mũi đong khi tay tại châu ruộng chay lệ vì vì say bên trăm sọp cho bám có đôi chia này giờ rành và thổ phong đài bà chẳng bong ôn bàn chơi mà hơi thà dạ pประมาณngày ní cứ miền ba nhà hàng chạm nói mùi cồn nói bạn po trôi từក្នុង Facebook ជាច្រើនមែនតើចឹងហើយដោយមើលឃើញថាមានរឿងរ៉ាវបែបនេះថ្ងៃនេះខ្ញុំសូមយកប្រធានបទមកចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាជាការស្ដាប់ក៏ដូចជាជ្រាបផងដែរអំពីបំណុលល្អនិងបំណុលអាក្រក់បាទចឹងបំណុលល្អគឺជាគេហៅថា loan good loan បាទចឹង good loan នោះគឺជាបំណុលមួយដែលបងប្អូនអាចធ្វើការខ្ចីប្រាក់ដើម្បីទៅបង្កើនទិន្នផលរបស់បងប្អូនបានន័យថាខ្ចីប្រាក់ដើម្បីយកទៅបង្កើនចំណូលខ្ចីប្រាក់ដើម្បីយកទៅឲ្យមានផលបូកនៅក្នុងកិច្ចការងារបងប្អូនមួយទៀតគឺបងប្អូនអាចកម្ចីទៅលើការពង្រីកអាជីវកម្មបងប្អូនដែលមានគេហៅថា plan ច្បាស់លាស់មានការគូវាច្បាស់លាស់សម្រាប់ទៅធ្វើម៉េចដើម្បីឲ្យកម្ចីនោះយកទៅប្រើប្រាស់មានហេតុផលដើម្បីជាការបង្កើនទ្រព្យកម្ចីមួយប្រភេទទៀតដែលគេហៅថាកម្ចី good loan ហ្នឹងគឺកម្ចីសម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗពេលខ្លះបងប្អូនគ្រាន់តែទៅរៀនពីជំនាញមួយនេះហើយធ្វើឲ្យបងប្អូននឹងទទួលបានចំណេះដឹងហើយបងប្អូនអាចទៅផលិតជាសាច់ប្រាក់បានជាច្រើនមែនតើបាទអញ្ចឹងគេហៅថាកម្ចីល្អនោះសរុបមកវិញគឺជាកម្ចីមួយដែលបងប្អូនទៅធ្វើការវិនិយោគជួញដូរអីក៏ដោយប៉ុន្តែឲ្យតែមានផលបូកមិនមែនជាកម្ចីមួយដែលអាក្រក់ទេជាកម្ចីដែលធ្វើឲ្យបងប្អូនទទួលបាននៅភាពវិជ្ជមាននៃរ៉ាញ់វត្ថុដែលកម្ចីដែលបងប្អូនខ្ញុំឲ្យជាឧទាហរណ៍ដូចជាបងប្អូនយកទៅវិនិយោគនៅក្នុងវិស័យអចលនទ្រព្យដោយរាល់ថ្ងៃនេះគឺទោះបីបញ្ហាសេដ្ឋកិច្ចមានការកើតឡើងសម្រាប់ពិភពលោកក៏ដោយប៉ុន្តែបងប្អូននៅតែអាចមានឱកាសក្នុងការទិញទីកន្លែងណាមួយដែលបងប្អូនអាចដាក់ជួលទៅវិញដែលបងប្អូនអាចយកទៅរៀបចំអាជីវកម្មមួយដែលធ្វើឲ្យការបង់កម្ចីនោះក៏បង្កើតជាផលបូកនៃសាច់ប្រាក់បងប្អូនបាទអញ្ចឹងមួយទៀតវិញបងប្អូនវិនិយោគនៅក្នុងគេហៅថាកិច្ចការងារអាជីវកម្មដូចជាបងប្អូនខ្ញុំឲ្យឧទាហរណ៍ដែលខ្ញុំនៅក្នុងវិស័យចាំជាក់ស្ដែងអញ្ចឹងបងប្អូនយកសាច់ប្រាក់ពីខាងដៃគូវិនិយោគក៏ដូចជាធនាគារអញ្ចឹងបងប្អូនយកមកដាក់ក្នុងការអូស៊ីក្នុងវិស័យបញ្ចាំឲ្យតែមានផលបូកដូចខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងគឺនៅក្នុងវិស័យបញ្ចាំគឺជាទីកន្លែងដែលយើងដោះស្រាយបញ្ហាសាច់ប្រាក់បន្ទាន់ជូនអតិថិជនហើយយើងផ្ដល់កម្ចីរយៈពេលខ្លីប៉ុណ្ណោះអញ្ចឹងចំពោះការប្រាក់គឺយើងអាចទៅយកពីដៃគូវិនិយោគដែលយើងមាន master plan ល្អយកលុយដើម្បីមួយចំនួនពីគេមកហើយយើងយកទៅចូលរួមជាមួយលុយយើងធ្វើកិច្ចការងារបញ្ចាំរួមគ្នានៅពេលដែលបងប្អូនទៅយកពីធនាគារក៏ដោយក៏បងប្អូននឹងទៅទទួលបានផលចំណេញពីក្នុងវិស័យប្រចាំមួយនេះបាទចឹងមួយទៀតសោតគឺជាកម្ចីដែលគេហៅថា bad loan កម្ចីអាក្រក់កម្ចីអាក្រក់គឺជាកម្ចីមួយដែលបងប្អូនយកកម្ចីពីមួយដើម្បីទៅដោះបំណុលមួយពេលនោះគឺកម្ចីអាក្រក់បងប្អូននឹងកើនជាបំណុលច្រើនឡើងបងប្អូនមិនមានផែនការច្បាស់លាស់ក្នុងការចាយវាយបងប្អូនមិនមានផែនការច្បាស់លាស់ក្នុងការចំណាយអញ្ចឹងគឺបងប្អូនយកពីមួយទៅដាក់មួយយូរទៅបំណុលកាន់តែរីកទី2បងប្អូនយកទៅធ្វើការទិញរបស់ហឺហាទិញរបស់ដែលមិនចាំបាច់តម្លាក់លេខតម្លាក់ទីតាំងទៀតសោតចឹងហើយធ្វើឲ្យសាច់ប្រាក់បងប្អូនដែលកម្ចីនោះនឹងកាន់តែធ្លាក់តម្លៃហើយចុងចប់គឺបងប្អូននឹងគ្មានលទ្ធភាពក្នុងការទៅដោះសងចាំដល់វិញនឹងធ្វើឲ្យមានការកាត់កងយកទ្រព្យសម្បត្តិបងប្អូនតែម្ដងចឹងហើយពីខ្ញុំទៅវិញដែលខ្ញុំនៅទីនេះជាគេហៅថាទីប្រឹក្សាមួយក្នុងវិស័យបញ្ចាំក៏ដូចជាហិរញ្ញវត្ថុខ្ញុំអាចប្រឹក្សាយោបល់បងប្អូនបានថា
តើកម្ចីល្អគឺជាអ្វីកម្ចីអាក្រក់ជាអ្វីបងប្អូនយកកម្ចីទៅប្រើប្រាស់ធ្វើម៉េចឲ្យចំគោលដៅបងប្អូនផងដែរបាទចឹងហើយគឺបងប្អូនមិនមែនជាការលេងសើចទេរាល់ថ្ងៃនេះយើងក៏ចូលដល់រដូវវស្សាជារដូវមួយដែលរៀង low season អញ្ចឹងចំពោះការចាយវាយចំពោះការធ្វើកិច្ចការងារដែលមិនចាំបាច់បងប្អូនសុំកុំធ្វើយើងធ្វើទៅលើកិច្ចការងារណាដែលចាំបាច់ឧទាហរណ៍ថាបងប្អូនមានឡានមួយគ្រឿងបងប្អូនមានអីវ៉ាន់ទៅចូលភ្លាមបើសិនជាបងប្អូនយកទៅលក់គឺនឹងខាតម៉ោងច្រើនណាស់អញ្ចឹងបងប្អូនត្រូវតែយកមកធ្វើការសិក្សាជាមួយនឹងម្ចាស់ក្រុមហ៊ុនប្រចាំដែលស្របច្បាប់ដែលគាត់មានអាជ្ញាប័ណ្ណច្បាស់លាស់នោះចំពោះបងប្អូននឹងទទួលបានផលការប្រាក់មួយដែលសមរម្យបងប្អូនត្រឹមតែយកឡានមកដាក់ហើយបងប្អូនអាចបានសាច់ប្រាក់ទៅបង្វិលប្រហែលថ្ងៃដោយសារតែយើងនៅទីនេះគឺយើងមានភាពបត់បែនតាមតម្រូវការអតិថិជនមែនទែនដែលអតិថិជនគាត់ត្រូវការរយៈពេលខ្លីរយៈពេលមួយណានោះគឺយើងបត់បែនធ្វើតាមតម្រូវការគ្រប់ដែលអតិថិជនត្រូវការបាទសម្រាប់ពេលនេះខ្ញុំបាទបូរដំវិជាមានការចែករំលែកទៅលើបំណុលល្អនិងបំណុលអាក្រក់ប៉ុណ្ណាបាទហើយមួយទៀតសោតបើសិនជាបងប្អូនត្រូវការប្រឹក្សាដើម្បីបើកអាជីវកម្មបញ្ចាំស្របច្បាប់បងប្អូនអាចធ្វើការតំណែងមកកាន់ខ្ញុំដែលយើងមានក្រុមការងារជំនាញសម្រាប់ជួយប្រឹក្សាបងប្អូនទៅធ្វើអាជីវកម្មបញ្ចាំស្របច្បាប់មួយដែលបងប្អូនអាចនឹងទៅរកបានចំណូលមួយល្អបាទចឹងពីខ្ញុំបាទបូរដំវិជាសូមអរគុណសូមជម្រាបលា